trong cái tha ca tờ xe sập hơi mà các bạn ấy lồng cha và còn chỉ lòng cắt rồi có chuột bật tiền ôm bật sạch ấy mà chấm nuôn này chứ ngày nay chọn đăng tha cầm long pe đen cha xe sập hơi mà các bạn ấy là lồng cha ban chuột anh hai khác hay ai đọc sai cha ai đọc saiแบบណាទៅធ្វើឲ្យការសរសេររបស់ម្ចាស់អាចសម្រេចបានជារូបរាងកណាធម្មតាចំណងចំណូលចិត្តរបស់មនុស្សយើងវាខុសៗគ្នាទៀតកណាអ្នកខ្លះទៅគឺគាត់ចូលចិត្តបែបជាលក្ខណៈប្រឡំលោកអីចឹងទៅហើយអ្នកខ្លះទៀតក៏គាត់ចូលចិត្តបែបកំណាព្យបែបអីចឹងទៅចាប់ផ្ដើមសរសេរចងក្រងឡើងវិញហើយរហូតដល់ដាក់ចំណងជើងបំណិនជីវិតនេះលោកម្ចាស់មានឆ្ងល់ទេហេតុអីបានដាក់ចំណងជើងបំណិនជីវិតមានញញោមជាច្រើនដែលគាត់ឆ្ងល់ហេតុអីបំណិនហេតុអីចាំបាច់ដាក់បំណិនជីវិតហើយអីមិនដាក់ចំណងជើងអីផ្សេងចឹងទេជាបឋមសូមនមស្ការចំពោះគុណប្រតត្រ័យនមស្ការចំពោះព្រះសង្ឃគ្រប់ព្រះអង្គសូមចម្រើនពរចំពោះញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដែលតាមដានតាមបណ្ដាញសង្គម Facebook របស់ក្រុមអាឡាយបានជីវិតថ្ងៃនេះខ្ញុំរដ្ឋាភិបាលមានឱកាសដល់វិសេសភាសាបានមកជួបជាមួយលោកម្ចាស់ស្នាដៃបំណិនជីវិតដើម្បីជជែកអំពីសភៅនេះបន្តិចពួកឃើញមានចំណងជើងណាបំណិនជីវិតជាដំបូងខ្ញុំណាសូមនមស្ការចា៎បន្តខ្ញុំណាសូមឲ្យលោកចាស់មុនណែនាំបកាយតិចណាការសិក្សាអីតិចតួចទៅណាជាបឋមនមស្ការគុណការទាំង3ណាដោយសេចក្តីគោរពនិងនមស្ការព្រះអង្គគ្រូនិងជាពិសេសណាខ្ញុំគណៈអាភិបពនាមរកកៃបងនិងពនាមរកកៃហើយជាអតីតនិស្សិតបងនឹងដែលធ្លាប់គុំសិក្សានៅសាកលវិទ្យាល័យព្រះសែនរាជសាខាខេត្តបាត់ដំបងណាដែលទៅតែនឹងបញ្ចប់ទៅថ្មីនេះដែរហើយចំពោះសិភៅបំណិនជីវិតនេះដែរក៏ជាស្នាដៃរបស់ខ្ញុំកណាដែលជាស្នាដៃទី2ហ្នឹងហើយជាកដោសម្រាប់ខ្លួនឯងបានបញ្ចប់ថ្នាក់បញ្ញាបត្រថ្មីផ្នែកអក្សរសាស្ត្រខ្មែរផងហ្នឹងក៏បានសរសេររៀបរៀងចងក្រងនៅសិភៅបំណិនជីវិតនេះដើម្បីទុកជាប្រយោជន៍ដល់ណាគុណចាស់ឬក៏បងប្អូននឹងដែលជាអត្ថបទបែបលើកទឹកចិត្តទៀតណាអរគុណចាស់បានណែនាំកាយចឹងជាអតីតសមណនិស្សិតនៅណាសាកលវិទ្យាល័យព្រះសែនរាជណាផ្នែកខាងអក្សរសាស្ត្រខ្ញុំណាមានជាសំណួរផ្ដើមដំបូងថាចង់ដឹងថាតើជាកំណត់របស់លោកម្ចាស់ផ្ទាល់តើហេតុអីបានជាម្ចាស់សរសេរសភៅបំណិនជីវិតនេះឡើងជាគោលបំណងដំបូងឡើយដែលធ្វើឲ្យកើតឡើងនៅសភៅហ្នឹងទេណាគំនិតដើមដំបូងដែលខ្ញុំគណៈអាត្មាភាពចាប់ផ្ដើមសរសេរនៅសិភៅបំណិនជីវិតក៏ប៉ុន្តែសិភៅបំណិនជីវិតនេះគឺសរសេរតាំងតែពីខ្ញុំគណៈចូលសិក្សានៅក្នុងសាកលវិទ្យាល័យនិងក៏ចាប់ផ្ដើមមានគំនិតចង់សរសេរសិភៅដែលជាស្នាដៃអញ្ចឹងប៉ុន្តែកាលនោះយើងគ្រាន់តែជាសរសេរគំនិតខ្លីៗអញ្ចឹងទៅតែមិនទាន់បានជាអត្ថបទដែលពេញលេញឬក៏ច្បាស់លាស់ហើយទេណាហើយបន្តមកទៀតរហូតដល់ការសិក្សាបញ្ចប់ហើយក៏ចាប់ផ្ដើមសរសេរចងក្រងឡើងវិញហើយរហូតដល់ដាក់ចំណងជើងបំណិនជីវិតនេះលោកម្ចាស់មានឆ្ងល់ទេហេតុអីបានដាក់ចំណងជើងបំណិនជីវិតណាមានញញោមជាច្រើនដែលគាត់ឆ្ងល់ហេតុអីបំណិនហេតុអីចាំបាច់ដាក់បំណិនជីវិតហើយអីមិនដាក់ចំណងជើងអីផ្សេងអញ្ចឹងទេដោយមូលហេតុដែលខ្ញុំកណាដាក់ចំណងជើងបំណិនជីវិតនេះព្រោះពាក្យថាបំណិនជីវិតនេះគឺបំណិនបូកជាមួយនឹងជីវិតនេះនោះអញ្ចឹងបំណិនហ្នឹងគឺជាពាក្យប៉ិនប្រសពឬក៏ជាអ្វីដែលយើងធ្លាប់បានឆ្លងកាត់បំណិនហ្នឹងគឺបូនជីវិតមានន័យថាស្របរួមទៅមានន័យថារឿងរ៉ាវឬក៏បទពិសោធន៍ដែលយើងធ្លាប់បានឆ្លងកាត់ពីមុនរហូតដល់ឥឡូវហ្នឹងថាបំណិនជីវិតណាដោយលោកម្ចាស់បានសាងប្រភ្នោះ4ដល់20ភាសាអញ្ចឹងមានន័យថាយើងធ្លាប់បានឆ្លងកាត់នៅរសជាតិនៃជីវិតហ្នឹងច្រើនណាអញ្ចឹងរហូតដល់ថ្ងៃអនាគតទៅទោះបីយើងคลายទៅជាបែបណាជាប្រសក់ឬក៏បែបណាវិញ
ក៏យើងមានបំណិនជីវិតមួយដែលថាយើងធ្លាប់បានបួសណាធ្លាប់បានបួសជាប្រសង់អញ្ចឹងទៅកណានេះជាបំណិនជីវិតហើយនេះជាចំណងជើងទៅដើមព្រឹបប្រាំកំណត់ឲ្យខ្ញុំកណាដាក់ចំណងជើងសិភៅថាបំណិនជីវិតណាទៀតពោះណាគឺចង់បង្ហាញអំពីរឿងរ៉ាវក៏ដូចជាបទពិសោធន៍ផ្សេងដែលធ្លាប់បានឆ្លងកាត់ជាពិសេសហ្នឹងបងប្អូនដែលគាត់កំពុងតែសិក្សាទៀតតែគាត់ភាគច្រើនគឺគាត់មានបញ្ហាផ្លូវចិត្តហ្នឹងជាច្រើនទៀតណាពិសេសតកតងទៅនឹងការនិយាយស្ដីតកតងទៅនឹងបញ្ហាផ្លូវចិត្តពេលខ្លះគំនាបបញ្ហាពីខាងក្រៅហ្នឹងជំរុញឲ្យគាត់បាក់ទឹកចិត្តអញ្ចឹងទៅអញ្ចឹងសភៅនេះក៏មានជាលក្ខណៈអត្ថបទខ្លីៗលើកទឹកចិត្តពួកគាត់អញ្ចឹងគេណាអរគុណទៀតបាទបង្ហាញពីចំណងជើងណាដំបូងឃើញចំណងជើងឆ្ងល់ដែរបើណាឥឡូវចាស់បានបកស្រាយហើយចំណាក់ក៏បានអានសភៅនឹងទៅឃើញថាមានការសរសេរអត្ថបទលើកទឹកចិត្តនិងមានអត្ថបទមួយចំនួនដូចជាការដំបូលជាដំបូលមានរបស់មេដាបិតាខ្ញុំណាគិតថាការសរសេរសភៅមួយក្បាលនេះលោកចាស់ប្រកាសជាឆ្លងកាត់ឬក៏ជួបប្រទះឧបសគ្គអីមួយចំនួនហើយអញ្ចឹងគេចង់ដឹងថាកំឡុងពេលដែលម្ចាស់សរសេរសភៅមួយក្បាលនេះតើលោកម្ចាស់បានជួបបញ្ហាអីខ្លះហើយអាចដោះស្រាយអាចដោះស្រាយបែបណាទៅធ្វើឲ្យការសរសេររបស់ម្ចាស់អាចសម្រេចបានជារូបរាងកណាអរគុណកណាទេអញ្ចឹងចំពោះបញ្ហានេះដែរគឺប្រកាសជាមានហើយប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវតែកំណត់ខ្លួនឯងកំណត់ខ្លួនឯងថាយើងត្រូវតែធ្វើឲ្យបានត្រូវតែសរសេរបានអានេះវាជាគោលដៅរបស់យើងត្រូវដាក់គោលដៅខ្លួនឯងអញ្ចឹងបើយើងកំណត់ថាអាចថាដូចខ្ញុំកណាអញ្ចឹងមានន័យថាមុននឹងកណាបញ្ចប់នេះមុននឹងកណាអាចថាថ្ងៃអនាគតយើងទៅវិញឬក៏យើងសឹកឯណាមួយទេណាអញ្ចឹងយើងត្រូវថាមានអ្វីដែលជារបស់ខ្លួនឯងសម្រាប់បន្សល់ទុកដល់ណាជាស្នាដៃដល់បងប្អូនដែលគាត់អានអញ្ចឹងទៅហើយតកតងទៅនឹងបញ្ហាដែលយើងឆ្លងកាត់ពេលខ្លះមានន័យថាពេលដែលយើងសរសេរហើយយើងត្រូវរជំនួយដើម្បីបោះពុម្ពទៀតត្រូវជំនួយបោះពុម្ពអញ្ចឹងពេលខ្លះយើងរសប្បុរសជនពីខាងក្រៅអញ្ចឹងទៅគាត់ចូលរួមបោះពុម្ពនេះទៅបានវាមានន័យថាលើកទឹកចិត្តយើងដែរពេលខ្លះយើងសរសេរហើយយើងចង់បង្ហាញស្នាដៃយើងចង់ផ្សព្វផ្សាយស្នាដៃយើងថាដល់ណាញញោមឲ្យគាត់បានអានប៉ុន្តែយើងមិនទៅមិនអញ្ចឹងមានន័យថាយើងលើកទឹកចិត្តខ្លួនឯងហើយយើងរជំនួយពីខាងក្រៅអញ្ចឹងទៅឬក៏ខាងក្នុងដែលគាត់ជាអ្នកស្រឡាញ់ការអានដូចគ្នាណាខ្ញុំខ្លះគឺគាត់ចូលចិត្តគាត់មិននេះមែនប៉ុន្តែគាត់ចូលចិត្តការអានអញ្ចឹងទៅគាត់ចូលរួមមួយយើងឬយើងបោះពុម្ពចែកម្លែកអញ្ចឹងទៅក៏បានសម្រេចជាស្នាដៃឡើងទៀតអរគុណដែរបានបង្ហាញពីបញ្ហាខ្ញុំណាចាប់អារម្មណ៍មែនទែនលើសេចក្តីព្យាយាមនិងវិរិយភាពរបស់លោកចាស់ណាប្រឹងសរសេរសភៅនេះរហូតដល់បញ្ចប់ហើយនេះខ្ញុំណាចាប់អារម្មណ៍មួយថានៅពេលដែលយើងជួបឧបសគ្គម្ចាស់ព្យាយាមដោះស្រាយវាប៉ុន្តែជាទូទៅច្រើនតែឮពាក្យមួយថាយើងនៅក្មេងអញ្ចឹងអាស្នាដៃរបស់យើងហ្នឹងធ្វើឲ្យយើងការសរសេររបស់យើងក៏នៅរៀងខ្សោយនៅពេលដែលម្ចាស់ឮពាក្យដូចនរណាមួយចំនួនអីនិយាយបែបហ្នឹងនៅពេលដែលអានស្នាដៃយើងហើយម្ចាស់គិតមិនដែរទៀតឬក៏ថាយើងត្រូវតែប្រឹងដើម្បីឲ្យរួចអាស្នាដៃហ្នឹងចំណេះអ្វីដែលគេនិយាយហ្នឹងណាកណាទៀតនិយាយរួមទៅមុននឹងបានបោះពុម្ពចេញជាលទ្ធផលនេះអានេះយើងអាចថាជាលទ្ធផលហើយពេលយើងបានបោះពុម្ពណាអញ្ចឹងមុននឹងយើងបោះពុម្ពប្រកាសណាប្រកាសជាមានន័យថាអ្នកខ្លះគាត់លើកទឹកចិត្តយើងហើយអ្នកខ្លះក៏គាត់និយាយបញ្ចេញបញ្ចាឬក៏និយាយបែបចំអន់យើងក៏មានដែរតែសំខាន់ខ្លួនយើងខ្លួនឯងតើយើងនៅពេលដែលយើងឮគេនិយាយតើយើងបោះបង់ទេណាយើងមិនត្រូវបោះបង់ទេយើងត្រូវតែមានន័យថាដូចយើងប្រាប់ចាំមិនដែរយើងដូចថាមានសន្និកាខាងដើមចាំមិនដែរយើងកំណត់ខ្លួនឯងថាយើងនឹងធ្វើស្អីនោះឲ្យបានអញ្ចឹងយើងព្យាយាមយើងទោះបីគេនិយាយបែបម៉េចហើយណាមួយយើងសរសេរនេះគឺយើងសរសេរបែបលើកទឹកចិត្តទេអញ្ចឹងកាលណាបើយើងគ្រាន់តែឮពាក្យប៉ុណ្ណឹងយើងបោះបង់មិនស្មើនឹងយើងចោះចាញ់ទេទៀតកណាអរគុណទៀតអរគុណសម្រាប់ការបកស្រាយអញ្ចឹងញាតិញោមបរិស័ទបានស្ដាប់ហើយពាក់ព័ន្ធជាមួយនឹងបំណិនជីវិតខ្ញុំចាស់បានបកស្រាយមិញពាក់ព័ន្ធមួយការលើកយកបទពិសោធន៍ជីវិតរបស់
រំចាស់ផ្ទាល់ក៏ដូចជានៅក្នុងសង្គមការរស់នៅរបស់យើងបច្ចុប្បន្នយកមកបញ្ចូលហើយពិសេសនេះទៀតមានជាបែបការលើកទឹកចិត្តរបស់មាតាបិតាឬពុកម្ដាយហើយមានជាពធនៅក្នុងនោះសម្រាប់យុវជនយើងបានអានទៅដើម្បីជាការលើកទឹកចិត្តពួកគាត់ឲ្យខិតខំឲ្យប្រឹងប្រែងកាលណាមានសំណួរមកបន្តិចទៀតណាដោយសារយើងជក់ចិត្តទៅលើការជជែកទៅលើសំណួរការបំណិនជីវិតនៃសភៅនេះបើសិនបើយុវជនយើងចាស់បើដូចគាត់ចង់និយាយថាយុវជនម្នាក់គាត់ចង់សេស្នាដៃមកក្បាលឲ្យបានអញ្ចឹងតើគ្រឹះដំបូងគាត់ត្រូវធ្វើបែបណាដែរទៀតដើម្បីអាចបានស្នាដៃមកក្បាលហ្នឹងណាជាបទពិសោធន៍ចាស់ផ្ទាល់កណាទៀតបទពិសោធន៍កណាផ្ទាល់មានន័យថាកណាស្រឡាញ់តេតងទៅនឹងការតែងនិពន្ធហ្នឹងកណាតែងនិពន្ធហើយយើងមើលស្នាដៃរបស់រៀមច្បងដែលគាត់សរសេរល្អអញ្ចឹងយើងត្រូវមានន័យថាយើងត្រូវអាននៅអ្វីដែលគាត់បានចែកម្លែកហ្នឹងហើយបន្តមកទៀតដូចខ្ញុំកណាស្រឡាញ់តេតងការតែងនិពន្ធអញ្ចឹងខ្ញុំកណាសេតាំងពីតូចសេតាំងពីកាលកណាមិនតូចកាលវារៀននៅកាលកណានៅរៀននៅពុទ្ធិកាទៀតចូលក៏សរសេរតេតងទៅនឹងកំណាព្យអញ្ចឹងរហូតដល់ពេលបញ្ចប់ហើយក៏បន្តផ្នែកអក្សរសាស្ត្រខ្មែរហ្នឹងសរសេរហើយតេតងទៅនឹងដើម្បីយើងសម្រេចគោលដៅនៅក្នុងការសរសេរសៀវភៅនេះដែរធម្មតាចំណងចំណូលចិត្តរបស់មនុស្សយើងវាខុសៗគ្នាទៀតកណាអ្នកខ្លះទៅគឺគាត់ចូលចិត្តបែបជាលក្ខណៈប្រឡំលោកអីចឹងទៅហើយអ្នកខ្លះទៀតក៏គាត់ចូលចិត្តបែបកំណាព្យបែបអីចឹងទៅតែសំខាន់យើងចូលចិត្តបែបណាយើងមកពេញបែបហ្នឹងទៅតែអ្វីដែលសំខាន់គឺយើងត្រូវអានដូចជាសិក្សាស្រាវជ្រាវមានន័យថាយើងស្រឡាញ់អីយើងតែងតែសិក្សាពីវានឹងឲ្យបានច្រើនពីយើងស្រឡាញ់ទៅតការតែងនិពន្ធកំណាព្យមានន័យថាយើងចូលទៅអានកំណាព្យឲ្យច្រើនណាអានកំណាព្យឲ្យច្រើនស្នាដៃច្រើនវាប្រកបជាបង្កើតអាគំនិតដែលថាយើងចង់សរសេរដែរណាហ្នឹងហើយចង់សរសេរហើយនៅពេលខ្លះគឺយើងមិនអាចផ្សព្វផ្សាយទូយើងមិនបានសរសេរជាសភៅក៏យើងគួរ note ជាទុកដូចសភៅបំណិនជីវិតនេះអញ្ចឹងមុនសរសេរចេញជារូបរាងគឺយើងសរសេរខ្ញុំកណាសេម្ដងតិចអញ្ចឹងទៅត្រឹមមកចប់មានន័យថាយើងមានដើមទុនខ្លះហើយអញ្ចឹងនៅពេលណាដែលយើងអាចមានលទ្ធភាពឬក៏យើងនឹកឃើញស្នាដៃយើងវិញយើងយកវាមកសរសេរឡើងវិញអាហ្នឹងជាបទពិសោធន៍អ្វីដែលខ្ញុំកណាធ្លាប់ធ្វើគឺបែបហ្នឹងមានន័យថាយើងសរសេរ note ចំណុចដែលសំខាន់បើយើងស្រឡាញ់ទៅកំណាព្យមានន័យថាយើងតែចឹងមួយថ្ងៃតិចទៀតនេះបើយើងមានន័យថាយើងក្នុងនៅពេលដែលយើងកំពុងសិក្សាទៀតយើងមិនសូវមានពេលវេលាតែបើចំពោះបងដែលគាត់មិនចប់សិក្សាទេគាត់មានពេលច្រើនគាត់សរសេរចឹងទៅគាត់ដាក់មិនឯគាត់កំណត់ខ្លួនឯងទៅសរសេរជាកំណាព្យឧទាហរណ៍មួយថ្ងៃប្រហែលកំណាព្យអញ្ចឹងទៅរហូតដល់បញ្ចប់ស្នាដៃអញ្ចឹងទៅហើយកំណាព្យនេះជាប្រភេទកំណាព្យអីគេកំណាព្យបែបអប់រំលើកទឹកចិត្តឬកំណាព្យបែបមិនអញ្ចឹងទៅដើម្បីគាត់សរសេរជាលក្ខណៈប្រឡំលោកណាគាត់ទៅអានស្នាដៃប្រឡំលោកគេឲ្យច្រើនហើយតើតើយើងមានបទពិសោធន៍ជាក់ស្ដែងដូចខ្ញុំកណាបានសរសេរនៅក្នុងសៀវភៅនេះអញ្ចឹងមិនតែបំណិនជីវិតមិនមែនគ្រាន់ជាអ្វីដែលយើងគ្រាន់តែអានអ្នកដទៃទេមិនតែវាគឺជាអ្វីដែលយើងធ្លាប់បានឆ្លងកាត់ហើយបានអនុវត្តបន្តតែបទពិសោធន៍ណាយើងធ្លាប់បានឆ្លងកាត់នៅបទពិសោធន៍នោះជាក់ស្ដែងទើបយើងអាចសរសេរទៅវាដូចពិតវាដូចជាក់ស្ដែងណាវាដូចគេអានហើយមានន័យថាគាត់មានតែគាត់អារម្មណ៍គាត់នៅលើអត្ថបទយើងតែម្ដងណាទៀតអរគុណទៀតសម្រាប់ការឆ្លើយសំណួរអញ្ចឹងពាក់ព័ន្ធជាមួយយុវជនយើងពាក់ព័ន្ធជាមួយការសរសេរដូចចាស់បានលើកឡើងអញ្ចឹងវាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យុវជនយើងម្នាក់ប៉ុន្តែដូចមែនតើទៅការសរសេរខ្ញុំចាស់បានប្រាប់ថាសរសេរតាំងពីនៅរៀននៅអង្គធួងអញ្ចឹងបានន័យថាការសរសេរគឺយើងត្រូវការវិរិយភាពខ្លាំងមែនទែនហើយការលើកទឹកចិត្តខ្លួនឯងនោះក៏ក្រឹតតែខ្លាំងទៀតបើយើងរវល់តែទទួលអារម្មណ៍ពីអ្នកដទៃថាអូអ្វីដែលយើងសរសេរនឹងមិនបានល្អទេมันមានអ្នកអានទេអាហ្នឹងប្រកបគាត់ជាយើងត្រូវបោះបង់ហ្នឹងមែនទេប៉ុន្តែយើងចាស់លើកជារួមមកថាសំខាន់យើងខ្លួនឯងនេះគឺព្យាយាមណាមានវិរិយភាពនៅក្នុងការសរសេរចេះលើកទឹកចិត្តខ្លួនឯងដោយក្នុងសភៅនេះអញ្ចឹងមានការលើកទឹកចិត្ត
សម្រាប់យុវជនយើងណាតកតងជាមួយនឹងការជួបបញ្ហាដោះស្រាយបញ្ហាបែបម៉េចណាមិនឲ្យយើងទៅគិតរឿងអវិជ្ជមានមិនឲ្យយើងទៅអីគេខឹងអីតិចតួចទៅលូនទឹកណាសម្រាប់ខ្លួនណាឲ្យយើងគិតបែបវិជ្ជមានឲ្យមានជាពធនៅក្នុងនឹងបន្ថែមទៅទៀតប៉ុន្តែកាលណាចាប់អារម្មណ៍បន្តិចទៀតដែរទៀតដោយសារមិញរៀនឆ្ងាយសំដៅប៉ុន្តែខ្ញុំណាសូមងាកមកវិញទៅលើសភៅនេះបន្តិចនៅក្នុងសភៅនេះម្ចាស់បានទៅសេប្រព័ន្ធមួយការលើកទឹកចិត្តទី1គឺបែបយុវជនចំណែកឆ្ងល់ឡើងចំណុចមួយទៀតថាម្ចាស់យល់ឃើញមិនដែរបានយើងបញ្ចូលពាក់ព័ន្ធជាមួយនឹងដំបូលមានរបស់ឪពុកម្ដាយចូលនៅក្នុងសភៅហ្នឹងតើតើយើងចង់បង្ហាញអីទៅកាន់យុវជនក៏ដូចជាបុត្រធីតាប្រុសស្រីទាំងអស់ណាទីកណាទៅណាចំពោះសិភៅបំណិនជីវិតនេះដែរគឺយើងបែងចែកជាចំណុចធំនេះចំនួន3ទៀតទី1តកតងទៅនឹងបំណិនជីវិតដែលយើងសរសេរបែបខ្លីៗហើយយើងអាចគិតពិចារណានៅអត្ថបទហ្នឹងទៅក៏ជាគតិមួយសម្រាប់ដាក់ពេលខ្លួនឯងទៀតហ្នឹងជាអត្ថបទបំណិនជីវិតដែលខ្ញុំកណាសេអញ្ចឹងទៅមាន100អត្ថបទជាងតកតងទៅនឹងជីវិតខ្លីៗយើងគ្រូអានហើយយើងគ្រូគិតពិចារណាអញ្ចឹងទៅតកតងទៅនឹងការពោលពីសម្ដីឬក៏ការអប់រំការគ្រប់គ្រងចិត្តខ្លួនឯងអញ្ចឹងទៅកុំឲ្យខឹងច្រើនកុំឲ្យនិយាយដើមគេកុំឲ្យអីចឹងទៀតណាតែខ្លះជីវិតយើងរស់នៅប្រចាំថ្ងៃយើងគិតថាវាសាមញ្ញទេណាវាសាមញ្ញទេប៉ុន្តែពេលខ្លះក៏នៅពេលដែលរឿងរ៉ាវនឹងវាមកដល់គឺយើងមិនថាយើងគិតមិនតាន់ក៏ថាបានដែរទៀតវិជាតពលការរស់នៅកណាទៀតហើយមួយទៀតតទៅទៅនឹងអត្ថបទមេរៀនជីវិតដែលយើងយកពីការអប់រំទូនមានរបស់ឪពុកម្ដាយទៅលើកូនណានឹងបុត្រធីតាប្រុសស្រីពួកគាត់មានបទពិសោធន៍ច្រើនជាងយើងបំណិនជីវិតគាត់មានន័យថាបើគាត់ធ្លាប់មានន័យថាគាត់កើតមុនយើងហើយគាត់ធ្លាប់ដើរផ្លូវហ្នឹងមុនយើងអញ្ចឹងហើយមានន័យគាត់មានបទពិសោធន៍ច្រើនទៅលើរឿងរ៉ាវមួយហ្នឹងកណាហើយនឹងមួយទៀតកណាបានបញ្ជ្រាបចូលទៅក្នុងតកតងទៅនឹងខសោតតកតងទៅនឹងទ្រឹស្ដីអប់រំពុទ្ធសាសនាហ្នឹងក៏មាននៅក្នុងដែរជាការបញ្ជ្រាបចូលអរគុណទៀតសម្រាប់ការឆ្លើយតបអញ្ចឹងមានភាពខុសគ្នាបន្តិចក្នុងថាសំដៅយកមានដាមេណាគឺពាក់ព័ន្ធមួយការអប់រំទូរៀនបុត្រធីតាក្នុងផ្លូវល្អត្រូវខ្ញុំណាបានអានពិនិត្យនៅក្នុងសភៅទាំងមូលហើយថាល្អហើយមានការបញ្ចូលនៅដូចជាពាក់ព័ន្ធមួយមេរៀនរបស់ព្រះសម្មាសម្ពុទ្ធបន្ថែមទៀតឲ្យមានជាពុទ្ធប្រវត្តិហើយឃើញមាននិស្សិតខ្លះគាត់ឃើញកន្លែងពុទ្ធប្រវត្តិសកម្មទៅគាត់ស្រួលគាត់ថាស្រួលមើលទៀតណាដាក់ដើម្បីជាគាត់ទៅស្រួលតំទិញផងស្រួលមើលចងចាំផងអញ្ចឹងជាកន្លឹះមួយសម្រាប់ឲ្យយុវជនយើងបានសិក្សាស្វែងយល់បន្ថែមទៅលើពុទ្ធសាសនាពួកគាត់មិនអាចទៅអានបត្រៃវេដកអីកណាទេអីទេគាត់រវល់កិច្ចការងារចិញ្ចឹមជីវិតច្រើនអញ្ចឹងមានតែប្រសង់យើងបានសិក្សាអំពីពុទ្ធអវាទយកមកបញ្ជ្រាបនៅក្នុងស្នាដៃតិចទៅពួកយើងអាចយកមកតដល់បានទេពួកយុវជនយើងបើជ្រៅពេកក៏ពិបាកក៏មិនសូវបានគេដែរមួយចំនួនទេអញ្ចឹងមានតែយើងខ្លួនឯងដែលជាអ្នកសរសេរយើងព្យាយាមនៅក្នុងការបញ្ជ្រាបពួកគាត់តាមវិធីសាស្ត្រដូចជាការសរសេរបញ្ចូលជាពាក្យសម្បូរមានរបស់មេដាបេដាមេរៀនជីវិតបន្ថែមទៅណាដើម្បីជាផ្លូវមួយសម្រាប់ពួកគាត់បានយកអាហ្នឹងយកទៅអនុវត្តណានៅក្នុងជីវិតរស់នៅណាអរគុណទៀតជាចុងក្រោយខ្ញុំបានមានសំណួរចុងក្រោយតែមួយទេណាចង់ឲ្យលោកចាស់មានជាណាសារស្ដាប់ចោលសម្រាប់យុវជនយើងចំពោះការសិក្សាក៏ដូចជាពាក់ព័ន្ធvớiការលើកទឹកចិត្តខ្លួនឯងកណាជាចុងក្រោយខ្ញុំកណាក៏សូមអរគុណណាបងគ្រូនិងពិសេសដែលបានផ្ដល់ឱកាសដល់ខ្ញុំកណានៅក្នុងការចែករំលែកក៏ដូចជាតេតិនទៅនឹងសិភៅបំណិនជីវិតហើយជាសារចុងក្រោយខ្ញុំកណាក៏លើកទឹកចិត្តណាដល់ពុទ្ធចាស់បងប្អូនក្នុងក្រោយដែលគាត់ចង់សរសេរឬក៏ចង់បង្កើតដែលជាស្នាដៃខ្លួនឯងគឺគាត់ត្រូវណាមានន័យថាគាត់ត្រូវព្យាយាមកុំបោះបង់មានន័យថាគាត់ត្រូវដាក់គោលដៅខ្លួនឯងបើសិនជាគាត់ចង់សរសេរគឺគាត់ត្រូវតែព្យាយាមទោះបីជាមានកិច្ចការរវល់នេះណាក៏ដោយក៏យើងត្រូវតែណាបំពេញនៅអ្វីដែលជាគោលដៅរបស់ខ្លួនឯងកណាហើយមួយទៀតមានន័យថាទោះបីជាសម័យឥឡូវជាសម័យបច្ចេកវិទ្យា AI ជឿនលឿនយ៉ាងណាក៏ដោយតែលើកទឹកចិត្តឲ្យពួកគាត់អាននិងសរសេរឲ្យបាន
ច្រើនទៀតនៅទទួលព័ត៌មានហ្នឹងឲ្យបានច្បាស់លាស់តាណា អរគុណទៅសម្រាប់សារសម្រាប់យុវជនយើងគឺលើកទៅចិត្តយុវជនយើងខិតខំប្រឹងប្រែងសិក្សារៀនសូត្រហើយជាពិសេសទោះបីជាការវិវត្តនៃសម័យកាលមានភាពរីកចម្រើនជឿនលឿនខ្លាំងប៉ុណ្ណាក៏ដោយក៏យុវជនយើងមិនគួរភ្លេចសៀវភៅដែរព្រោះសៀវភៅនេះជាផ្នែកមួយនៅក្នុងជីវិតការរស់នៅហើយជាការផ្ដល់នូវចំណេះដឹងមួយដល់ពេលយើងអានសៀវភៅយើងនឹងទទួលបានចំណេះដឹងថ្មីមួយទៀតក្រៅអំពីចំណេះដឹងជីវិតដែលយើងរស់នៅប្រចាំថ្ងៃអញ្ចឹងសៀវភៅនោះបណ្ដុំទៅដោយចំណេះដឹងជាច្រើនក៏ដូចជាទៅតាមស្នាដៃក៏ដូចជាការសិក្សារបស់អ្នកនិពន្ធមួយចំនួននៅក្នុងការសរសេរមកដើម្បីផ្ដល់ជាប្រយោជន៍សម្រាប់យុវជនយើងក៏ដូចជាអ្នកអានផ្សេងៗណាអរគុណទៀតសម្រាប់ការសម្ភាសនៅក្នុងពេលឱកាសនេះហើយសូមអរគុណមុនមកពីឆ្ងាយបាទអញ្ចឹងជាចុងក្រោយសូមអរគុណនិងអរគុណសម្រាប់ការតាមដានទស្សនាកិច្ចសម្ភាសមួយនេះអញ្ចឹងកិច្ចសម្ភាសនៅក្នុងវេលាឱកាសនេះខ្ញុំគណៈភាពជាមួយនឹងម្ចាស់រូបកាយសូមបញ្ចប់អ្នកឯងសូមអរគុណនិងអរគុណ